ការពីកំឡុងឆ្នាំ2023គឺជាឆ្នាំដែលខ្ញុំពិបាកមែនតើដោយសារតែពេលហ្នឹងខ្ញុំមានឆ្នាំទី4ជាមួយនឹងខ្ញុំត្រូវ apply scholarship មកប្រទេសថៃទៀតប៉ុន្តែដោយសារតែខ្ញុំអត់បោះបង់ចោលទេខ្ញុំត្រូវចាប់ម្ដងទាំងពីរហ្មងខ្ញុំក៏បានបញ្ចប់សាកលវិទ្យាល័យនៅស្រុកខ្មែរដើមពាក់កណ្ដាលឆ្នាំ2024ជាមួយនឹងខ្ញុំទទួលអាហារូបករណ៍ហ្នឹងពីប្រទេសថៃហ្នឹងក៏កំឡុងឆ្នាំ2024ដែរពាក់កណ្ដាលឆ្នាំបន្ទាប់ពីផ្លាស់ប្ដូរមកនៅប្រទេសថៃជានិស្សិត international សម្រាប់ខ្ញុំគឺការរៀននៅក្រៅប្រទេសគឺជាការបើកផ្លូវឲ្យខ្លួនឯងមួយទៀតដើម្បីស្វែងរកអ្វីដែលយើងចង់ដឹងចង់ស្គាល់ជាមួយនឹងយើងទទួលបានមិត្តភ័ក្តិថ្មីទទួលបានមិត្តភ័ក្តិអន្តរជាតិយើងបានទទួលបានចំណេះដឹងពីមិត្តភ័ក្តិយើងបន្ទាប់មកពីលោកគ្រូអ្នកគ្រូដែលគាត់បរៀននៅសាលាហ្នឹងអ្វីដែលសំខាន់គឺយើងទទួលបាន experience ថ្មីដោយទទួលបានឱកាសថ្មីយើងអាចស្វែងយល់អ្វីដែលយើងចង់ធ្វើវាដែលអត់មាននៅប្រទេសយើងអញ្ចឹងណាហើយអ្វីដែលសំខាន់បំផុតគឺយើងទទួលបានចំណេះដឹងពីអន្តរជាតិយើងទទួលបានចំណេះដឹងច្រើនមែនទែនដែលយើងអាចយកចំណេះដឹងហ្នឹងទៅអភិវឌ្ឍខ្លួនកែប្រែខ្លួនឲ្យកាន់តែល្អជាងមុនហើយនេះជាសកម្មភាពរយៈពេលជិត1ឆ្នាំរបស់ខ្ញុំហ្នឹងគឺខ្ញុំទទួលបានមិត្តភ័ក្តិច្រើនមែនទែនហើយទទួលបានអារម្មណ៍មានថាកក់ក្ដៅនៅចិត្តពួកគាត់សប្បាយរីករាយយើងអាចដើរទៅណាបានអញ្ចឹងអ្នកនរគ្នាហើយបន្ទាប់មកនៅប្រទេសថៃអ្នកនរគ្នាដឹងថាវាមានកន្លែងដើរលេងច្រើនយើងក៏បាន explore ទៅកាន់កន្លែងដើរលេងដែលយើងអត់ដើរទៅពីមុនដោយមានឱកាសទទួលបាន experience ដូចអ្នកដែលគេនៅប្រទេសថៃដែរជាចុងក្រោយចង់លើកទឹកចិត្តឲ្យអ្នកនរគ្នាថាបើសិនជាអ្នកនរគ្នា apply scholarship ទៅប្រទេសណាក៏ដោយបើសិនជាអត់ទាន់ជាប់ទេកុំអស់សង្ឃឹមព្យាយាម apply បន្តទៀត apply រហូតដល់អ្នកទាំងអស់គ្នាទទួលបាន scholarship ហ្នឹងពីព្រោះការរស់នៅបរទេសគឺជាអារម្មណ៍មួយដែលអ្នកអាចបំភ្លេចបាននៅក្នុងឆាកជីវិតរបស់អ្នកទាំងអស់គ្នា